កុំទាន់អាប់ដូរសម្បកកង់រថយន្តបើមិនទាន់ស្គាល់លេខកូដសម្បកកង់ច្បាស់ព្រោះវាអាចគ្រោះថ្នាក់ពេលដែលអ្នកមើលរំលងទី1ប្រភេទអក្សរសម្បកកង់បើឃើញអក្សរ P មានន័យថា passenger គឺសម្រាប់រថយន្តគ្រួសារទូទៅរីឯអក្សរ LT មានន័យថា light truck គឺសម្រាប់រថយន្តដឹកទំនិញឬរថយន្ត pick up ចុះបើអត់មានអក្សរមិនអីទេវាជាខ្នាតអឺរ៉ុបហៅថា Eurometric ប្រើសម្រាប់រថយន្តគ្រួសារដូចគ្នាតែវាមានសមត្ថភាពទ្រទម្ងន់បានល្អជាងខ្នាតដែលមានអក្សរ P បន្តិចទី2ប្រភេទខ្នាតទំហំសម្បកកង់លេខ195គឺជាទំហំសាច់កង់ដែលប៉ះនឹងថ្នល់បើបងប្អូនបដូរយកមកលេខធំជាងនេះរថយន្តនឹងកាន់តែជាប់ផ្លូវចាក់ហ្វ្រាំងកាន់តែស៊ីប៉ុន្តែវាអាចនឹងស៊ីសាំងជាងមុនបន្តិចនិងចង្កូតរៀងធ្ងន់ជាងមុនកម្រាស់កង់65លេខ65បន្ទាប់ពីសញ្ញាផ្ដាច់គឺជាកម្រាស់សាច់កង់លេខកាន់តែធំកង់កាន់តែក្រាស់ជួយឲ្យរថយន្តជិះទៅទន់ស្រួលនិងការពារយានរថយន្តបានល្អទំហំយាន O15 លេខ O15 គឺទំហំរង្វង់យានរថយន្តបើទិញខលេខនេះគឺដាក់បញ្ចូលយានរថយន្តអ្នកដាច់ខាតទី3លេខផ្ទុកទម្ងន់និងល្បឿនលេខ95មានន័យថាសម្បកកង់មួយគ្រាប់អាចទ្រទម្ងន់បានរហូតដល់690គីឡូក្រាមបើរថយន្តបងប្អូនមានកង់4គ្រាប់គឺវាអាចទ្រទម្ងន់សរុបបានដល់ទៅ2760គីឡូក្រាមចំណែកអក្សរ X ខាងចុងគឺកម្រិតល្បឿនលឿនបំផុតដែលកង់អាចទ្របាន210គីឡូម៉ែត្រក្នុង1ម៉ោងបើបងប្អូនជិះលឿនហួសកម្រិតអក្សរនេះកង់អាចនឹងផ្ទុះដោយសារកម្ដៅខ្លាំងការរើសម្បកកង់មិនមែនមើលតែម៉ាកឬតម្លៃនោះទេត្រូវចេះមើលលេខកូដទាំងនេះដើម្បីសុវត្ថិភាពនិងការសន្សំសំចៃរបស់អ្នកសូមបងប្អូនចុច follow page ម្នាក់មួយសូមអរគុណវីដេអូនេះអាចដំណើរការបានទៅដោយ Hyundai Xperia ដំណក់ពីរំអើគុណភាពអន្តរជាតិ